Vàជំរាបសួរអញ្ចឹងយើងបន្តមើលpréposition indiquant la localisation ដែលនិយាយអំពីថ្នាក់ចង្អុលបង្ហាញអំពីទីតាំង localisation គឺទីតាំងណា On utilise de très nombreuses prépositions pour expliquer où se trouvent les lieux, les monuments, les personnes, les objets, chacune a un sens plus spécifique. យើងប្រើប្រាស់បាទថ្នាក់ជាច្រើនដើម្បីពន្យល់អូខេថាតើទីតាំងឬក៏ទីកន្លែងនោះស្ថិតនៅឯណាles monuments អាចថាជាអគារជាវិមាននៃផ្សេងៗ les personnes ជាមនុស្ស les objets វត្ថុផ្សេងៗអញ្ចឹងchacune a un sens plus spécifique មានន័យថាថ្នាក់នីមួយៗគឺវាមានអត្ថន័យរបស់វាជាក់លាក់អូខេជាងយើងមាន3ចំណុចនេះដែលយើងនិយាយអំពីអូខេ préposition et locution សូមអ្នកទាំងនេះពិនិត្យមើលខាងឆ្វេងគេដាក់ថាសង្ឃសមថាអត្ថន័យហើយទី2គឺ préposition et locution មានថាជាថ្នាក់ឬក៏ជា locution préposition មានថាជាទម្រង់ដែលមានថ្នាក់បាទហើយខាងស្ដាំគឺនិយាយអំពីឧទាហរណ៍អញ្ចឹងសូមពិនិត្យមើល dans le monde នៅក្នុងពិភពលោកបាទអញ្ចឹងយើងមានថ្នាក់ A ថ្នាក់ O ថ្នាក់ on sur ឧទាហរណ៍ថា elle est à Paris au Chili អញ្ចឹងបើសិនយើងប្រើប្រាស់ជាមួយនឹងឈ្មោះទីក្រុងយើងដាក់ថា elle est à Paris នាងឬក៏គាត់ណានៅទីក្រុងប៉ារីបើសិនជាយើងនិយាយថា elle est au Chili មានថានាងឬក៏គាត់នៅក្នុងប្រទេស Chili ដោយឡែកឧទាហរណ៍បន្ទាប់ elle habite en Algérie គឺនាងឬក៏គាត់រស់នៅប្រទេសអាហ្សេរីហើយបើសិនជា elle habite sur la terre មានថានាងឬក៏គាត់រស់នៅលើភពផែនដីបាទអញ្ចឹង préposition a o on sur អូខេយើងប្រើប្រាស់ពីបែបហ្នឹងបន្តមកទៀតយើងមានអូខេ locution ឬក៏ préposition ដែលចង់ឲ្យបង្ហាញពី address គឺអាសយដ្ឋានអញ្ចឹងកន្លែងអាសយដ្ឋានគឺយើងអត់ចាំបាច់ដាក់ថ្នាក់ទេបាទ Elle habite à Paris មានថានាងរស់នៅទីក្រុងប៉ារី Elle habite rue Monge នាងរស់នៅក្នុងផ្លូវ Monge តាមដងផ្លូវ Monge វិញ ou place Grenette ឬក៏ place Grenette បាទអញ្ចឹងអត់ចាំបាច់ដាក់ថ្នាក់ I ទេបាទ maison បើសិនជាយើងពីបាទផ្ទះគឺយើងប្រើ a ឬក៏ប្រើ chez បានដូចគ្នាឧទាហរណ៍ tu viens chez moi អ្នកឯងមកផ្ទះខ្ញុំមក il est à la maison គាត់នៅផ្ទះតាបាទអញ្ចឹងយើងប្រើថ្នាក់ណាដើម្បីចង់ឲ្យបង្ហាញពីទីកន្លែងបាទពីវត្ថុគេពីមានអគារផ្សេងៗឬក៏អូខេចង់ឲ្យបង្ហាញទីតាំងអីផ្សេងទៀតអញ្ចឹងសូមតាមដានវីដេអូក្រោយផងណា